បាទសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូតាក់ទងជាមួយនឹងការ download Kaizu ដោយនៅក្នុង Kaizu នេះគឺខ្ញុំមានពីរ version ពីរវិធីលេខ2 download ព្រោះអីពេលខ្លះវិធីទី1វាមានបញ្ហាអញ្ចឹងទៅយើងប្រើវិធីទី2អញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំចង់ download វីដេអូចេញពី profile មួយនេះចុះខ្ញុំបើកមកបន្ទាប់មកខ្ញុំចូលទៅក្នុងអឺ profile របស់ម្នាក់ហ្នឹងហើយគាត់មានចំនួន183វីដេអូអញ្ចឹងខ្ញុំគ្រាន់តែ copy UID នៅទៅហ្នឹង copy UID ហ្នឹងមកបន្ទាប់មកខ្ញុំមកបើកកម្មវិធីដែលយើងត្រូវ download គឺ download all បន្ទាប់មកខ្ញុំចូលទៅ folder Kaizu ចូលទៅ tape Kaizu បន្ទាប់មកខ្ញុំផាស user ID ហ្នឹងចូលត្រង់នេះបន្ទាប់មកគឺខ្ញុំចុច browser folder ដែលយើងត្រូវដាក់ចូលអញ្ចឹងខ្ញុំដាក់ចូលទៅក្នុង01 test download នេះហើយ folder ហ្នឹងគឺនៅត្រង់នេះបន្ទាប់មកគឺខ្ញុំចុច Kaizu download នេះចុចប៊ូតុងហ្នឹងអញ្ចឹងវានឹង ទៅទៅ fix វីដេអូហើយ download ពីមានប្រមាណ page គឺវាទៅទាញមកហើយវានឹងបង្កើត folder មួយនេះ folder តាមរយៈ user ID ហ្នឹងមកនៅត្រង់នេះអញ្ចឹងយើងចាំមើលបន្តិចទៀតវានឹងចាប់ផ្ដើម download វីដេអូមកនៅក្នុង folder មួយហ្នឹងបញ្ជាក់ម្ដងទៀតដែរពេលខ្លះនៅក្នុង version 1ក៏ដោយ version 2ក៏ដោយពេលខ្លះគឺវាអាចនឹងstuck ស្ទះ stuck អឺអញ្ចឹងយើងក៏ត្រូវធ្វើការបិទកម្មវិធីពេលខ្លះតែបើពេលអត់ខ្លះអានឹងអត់អីទេគឺវា download មកបែបស្រួលទេតែពេលខ្លះនេះយើងមើលនេះនៅអឺនៅលើ browser របស់យើងវាត្រូវទាញ captcha វាត្រូវអីតែអានេះសឹងតែមិនបាច់ធ្វើអីទាំងអស់ព្រោះអីខ្ញុំសរសេរកម្មវិធីបែបងាយឲ្យហើយតែគ្រាន់តែខ្ញុំចង់បញ្យល់ថាពេលខ្លះគឺវាអញ្ចឹងឧទាហរណ៍ថាឥឡូវនេះយើងឃើញហើយ stack អញ្ចឹងនៅពេលដែលវាជាប់អឺមានបញ្ហាអញ្ចឹងមកខ្ញុំសម្រាប់ខ្ញុំត្រូវបិទកម្មវិធីសិនហើយព្រោះអីពេលខ្លះគឺយើងយល់ហើយអ៊ីនធឺណិតយឺតផងអីផងអញ្ចឹងទៅវាធ្វើឲ្យយើងទាញអឺរបស់យើងមកវារៀងយឺតអញ្ចឹងឥឡូវខ្ញុំសាកមកម្ដងទៀតដោយខ្ញុំផាសចូលនៅក្នុងនេះបន្ទាប់មកនេះយើងឃើញនេះគ្រាន់តែ load វាមិនមកផងអញ្ចឹងកន្លែងហ្នឹងមិនមែនមានបញ្ហានៅលើ program ទេគឺមានបញ្ហានៅលើអ៊ីនធឺណិតព្រោះអ៊ីនធឺណិតពេលខ្លះអញ្ចឹងទៅភ្លៀងពេលខ្លះអញ្ចឹងទៅខ្យល់អញ្ចឹងទៅវាដើរដាច់តែវាបើដើរលឿនអាហ្នឹងមិនអីទេអញ្ចឹងឥឡូវខ្ញុំពេញហេនោះអ៊ីនធឺណិតដាច់ google.com មកហើយនេះអ៊ីនធឺណិតមកវិញពេលខ្លះអញ្ចឹងវាដាច់វាអីអញ្ចឹងយើងដាក់ ID ចូលដាក់ចំនួនវីដេអូចូលបន្ទាប់មកចុចជ្រើសរើស browser នៅត្រង់នេះហើយចុចជ្រើសរើសទីតាំងមកបន្ទាប់មកចុច download Kaizu នៅត្រង់នេះនៅពេលដែលវាចាប់ផ្ដើមទាញយកវានឹងប្រាប់ថាអូខេឥឡូវវាឆែកឃើញមានប្រមាណ page នេះវាមក download ទៅនេះអានេះ download successful download អូខេ successful download អញ្ចឹងយើងមកនេះឃើញទេគឺវាសឹងតាងាយអត់មានអីពិបាកទេហើយខ្ញុំយកតែចំនួន10វីដេអូទេមិញនេះអញ្ចឹងពេលដែលវា download ចប់10វីដេអូគឺវាអឺ message ឲ្យយើងអញ្ចឹងនេះគឺវិធីទី1ឥឡូវយើងទៅមើលវិធីទី2បាទវិធីទី2គឺរឹតតែស្រួលជាងវិធីទី1ទៅទៀតតែមិនដឹងថាស្រួលមែនឬក៏អត់ទេព្រោះអីពេលខ្លះវាឥឡូវអញ្ចឹងអូខេសម្រាប់វិធីទី2គឺបតុងនៅខាងក្រោមនេះបតុងណាបន្ទាប់មកខ្ញុំបិទកម្មវិធីសិនដើម្បីឲ្យទាំងអស់គ្នាដឹងថាខ្ញុំធ្វើបែបណា
យើងត្រូវប្រើ cookie វិធីនេះដោយយើង log in តាមរយៈ WeChat នៅលើទូរស័ព្ទបន្ទាប់មកយើងចុច mouse ស្ដាំណាមិញខៃស៊ូអូខេចុច mouse ស្ដាំនៅលើ website បន្ទាប់មកយក inspect បន្ទាប់មកយើងយក network បន្ទាប់មកយើង refresh មួយនៅលើ browser របស់យើងឲ្យវារត់ឆ្វេងឆ្វាចចឹងសិនមកបន្ទាប់មកទាញឡើងលើទាំងអស់ចុចនៅលើគេអាលើគេហ្នឹងទាញមកក្រោមមកដល់កន្លែងពាក្យថា cookie នេះកន្លែង cookie នេះអញ្ចឹងអាកន្លែង cookie ហ្នឹងយើងនៅខាងស្ដាំដៃយើងដបคลิกមកហើយចុចមកស្ដាំ copy បន្ទាប់មកយើងចូលទៅកាន់ folder កម្មវិធីរបស់យើងមកស្ដាំនៅលើ Kaisu copy នេះបន្ទាប់មកយើងយក edit នេះបន្ទាប់មកយើងអឺ delete cookie នឹងចោលហើយយើងផាសរបស់យើងចូលវិញហើយយើងចុច save ទៅវិញទៅបាទចប់បន្ទាប់មកយើងមកបើកកម្មវិធីរបស់យើងចូលទៅក្នុង folder កម្មវិធីហើយបើក all download របស់យើងនឹងមកបន្ទាប់មកយើងចូលមកក្នុង tab Kaisu នេះហើយយើងទៅយក ID មួយណាដែលយើងចង់ download អញ្ចឹងឧទាហរណ៍ថា folder ID user របស់ម្នាក់នេះហើយម្នាក់នេះគឺមានចំនួនប្រមាណវីដេអូអាហ្នឹងមើលនៅតាណាមានប្រមាណវីដេអូ100ម៉ានមិញ183នេះហើយវាកំពុងតែនេះយើងមើលអ៊ីនធឺណិតនេះឃើញទេវាកំពុងតែវិលព្រោះពេលខ្លះអ៊ីនធឺណិតរបស់យើងវាដើរដាច់វាដើរអត់ stable វាអីចឹងទៅអញ្ចឹងអានេះគឺអឺ website ដែលយើងត្រូវ download អញ្ចឹងយើងគ្រាន់តែ copy user នឹង copy URL នឹងមកឥឡូវនេះអ៊ីនធឺណិតវាកំពុង stuck copy URL មក full អញ្ចឹង copy មកពេញអញ្ចឹងមកអ៊ីនធឺណិតដាច់មែនវាអត់ដើរផងអូខេឥឡូវខ្ញុំ refresh វាម្ដងទៀតពេលត្រូវឧទាហរណ៍វាដាច់អូខេដើរហើយខ្ញុំផាសចូលមកកន្លែងនេះបន្ទាប់មកខ្ញុំចុចលើ get video way 2នេះចុចមកហើយឲ្យវារងចាំអញ្ចឹងនេះគឺយើងត្រូវចាំហើយយើងដាក់ចំនួនថាឥឡូវយើងចង់បានប្រមាណវីដេអូយើងដាក់ចំនួននៅត្រង់នេះអញ្ចឹងឥឡូវវាកំពុងតែទាញហើយនេះ10វីដេអូវាប្រាប់ថា10វីដេអូបានទាញមកហើយបន្ទាប់ពីនឹងមកគឺយើងចុច download នៅត្រង់នេះចុច download មកអូខេអញ្ចឹងអានេះខ្ញុំដាក់ថាខៃស៊ូនេះហ៎ខៃស៊ូ V2 អូខេ V2 ខ្ញុំចុចអូខេមកអញ្ចឹងឥឡូវយើងឃើញហើយវា download អញ្ចឹងអានេះនៅក្នុង folder Kaisu V2 តាមពិតគឺវាបង្កើត folder មកហើយតែគ្រាន់តែខ្ញុំចង់បញ្ជាក់ថានេះអា Kaisu V2 ហ្នឹងគឺវាចេញមកអញ្ចឹងនេះគឺវិធី download វីដេអូចេញពី Kaisu ដែលមាន2វិធីបែបងាយហើយនៅក្នុងវិធីនេះក៏ដូចវិធីមុនគឺយើងអាចចុច stop នៅត្រង់នេះបានអូខេឥឡូវខ្ញុំចុច stop ហើយ